សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីអត្ថន័យនិងភាពខុសគ្នារវាងរាជធានីនិងរដ្ឋធានីមកជូនបងប្អូនស្វែងយល់ជាចំណេះដឹងទូទៅខ្លះៗជាមួយខ្ញុំបាទណរុននឹងអត្ថាធិប្បាយដោយឧត្តម AI ជាទូទៅរាជធានីនិងរដ្ឋធានីគឺជាពាក្យដែលសំដៅទៅលើទីក្រុងដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃការគ្រប់គ្រងប្រទេសមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ហិរញ្ញវត្ថុនិងទេសចរណ៍ជាដើមប៉ុន្តែការប្រើប្រាស់ខុសគ្នាទៅតាមប្រព័ន្ធនយោបាយរបស់រដ្ឋនីមួយៗមួយអត្ថន័យនៃរាជធានីគឺជាទីក្រុងកណ្ដាលរបស់ប្រទេសដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋរបបរាជានិយមឧទាហរណ៍ភ្នំពេញរាជធានីនៃព្រះរាជាណាចក្រកម្ពុជាតូក្យូរាជធានីនៃប្រទេសជប៉ុនឡុងរាជធានីនៃចក្រភពអង់គ្លេសអត្ថន័យនៃរដ្ឋធានីគឺជាទីក្រុងកណ្ដាលរបស់ប្រទេសដែលមានប្រធានាធិបតីឬមេដឹកនាំរដ្ឋជាប្រមុខរដ្ឋរបបសាធារណរដ្ឋឧទាហរណ៍ Washington DC រដ្ឋធានីនៃសហរដ្ឋអាមេរិក Paris រដ្ឋធានីនៃសាធារណរដ្ឋបារាំង Hanoi រដ្ឋធានីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប៉េកាំងរដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិនមានប្រទេសមួយចំនួនដែលឈ្មោះប្រទេសដូចនឹងឈ្មោះរដ្ឋធានីរបស់ខ្លួនឧទាហរណ៍រួមមាន Singapore រដ្ឋធានី Singapore Djibouti រដ្ឋធានី Djibouti Luxembourg រដ្ឋធានី Luxembourg Monaco រាជធានីទីក្រុង Monaco ជាក់ស្ដែងប្រទេសមិនបានកំណត់រាជធានីជាផ្លូវការប៉ុន្តែ Monacoville ជាមជ្ឈមណ្ឌលរដ្ឋបាលហើយជាទូទៅគេចាត់ទុកថាជារាជធានីដូច្នេះប្រសិនបើរាប់តាមការទទួលស្គាល់ទូទៅមានប្រហែល4ប្រទេសដែលឈ្មោះប្រទេសនិងឈ្មោះរដ្ឋធានីឬទីក្រុងរដ្ឋបាលដូចគ្នាតើនៅលើពិភពលោកប្រើដូចម្ដេចជាទូទៅភាសាអង់គ្លេសប្រើពាក្យ capital city សម្រាប់ប្រទេសទាំងអស់ដោយមិនបែងចែកថាជារាជាណាចក្រឬសាធារណរដ្ឋទេចំណែកក្នុងភាសាខ្មែរជាទូទៅប្រទេសដែលមានព្រះមហាក្សត្រគេប្រើពាក្យរាជធានីប្រទេសដែលជាសាធារណរដ្ឋគេប្រើពាក្យរដ្ឋធានីសរុបមករាជធានីនិងរដ្ឋធានីមានមុខងារដូចគ្នាគឺជាទីក្រុងរដ្ឋបាលកណ្ដាលសម្រាប់ការគ្រប់គ្រងប្រទេសប៉ុន្តែខុសគ្នាត្រង់ប្រព័ន្ធនយោបាយនិងប្រមុខរដ្ឋរបស់ប្រទេសនោះតែប៉ុណ្ណោះទេជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងក្លាយជាចំណេះដឹងមួយបន្ថែមទៀតហើយសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងសូមអរគុណបាទ